ជំរាបសួរពុកម៉ែបងប្អូនជនរួមជាតិទាំងអស់គ្នាថ្ងៃនេះខ្ញុំមានដំណឹងដ៏អាក្រក់មួយចេញមកប្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងការឆោបោកលើបណ្ដាញសង្គមនានាបងប្អូនណាបាទមួយរយៈចុងក្រោយនេះគឺមានបងប្អូនជាច្រើនគាត់ឆាតមកកាន់ខ្ញុំបាទថាមានករណីឆោបោកអ្នកខ្លះចាញ់បោកអស់$50អ្នកខ្លះអស់$100ជាងរហូតដល់អ្នកខ្លះចាញ់អស់ពី$300អញ្ចឹងទៅបាទដោយមានជនអនាមិកមួយចំនួនបានធ្វើការ screenshot យក channel YouTube របស់ខ្ញុំដើរតួក្នុងការលក់បាទ account មួយនោះបាទ channel YouTube មួយនោះបងប្អូនណាបាទដំណើរដើមរឿងពាក់ព័ន្ធជាមួយនឹងការឆោបោកមួយនេះបងប្អូនសូមស្ដាប់ខ្ញុំពីដើមដល់ចប់នោះបងប្អូននឹងដឹងពីវិធីបោករបស់ជនអនាមិកទាំងអស់ហ្នឹងហើយខ្ញុំក៏បានឲ្យបងប្អូនមួយចំនួនដែលគាត់ចាញ់បោកហ្នឹងគឺគាត់ធ្វើការដាក់ពាក្យបណ្ដឹងទៅកាន់បាទខាងប្រឆាំងបទល្មើសបច្ចេកវិទ្យារួចហើយបាទហ្នឹងហើយអញ្ចឹងព័ត៌មានបន្ថែមខ្ញុំនឹងអាប់ដេតហើយពាក់ព័ន្ធជាមួយនឹងដំណើររឿងនៅក្នុងការចាញ់បោកក៏ដូចជាការបោកប្រាស់របស់ជនអនាមិកទាំងអស់នោះបងប្អូនសូមស្ដាប់ខ្ញុំមួយទាំងអស់គ្នាបាទទី1ជនអនាមិកនោះបាទនឹងព្យាយាមស្វែងរកបងប្អូនណាដែលកំពុងតែចង់ទិញ channel YouTube ដែលមាន subscribe ប៉ុណ្នេះ K ប៉ុណ្នេះ K អញ្ចឹងទៅបាទអញ្ចឹងនៅពេលដែលវាឃើញថាបងប្អូនត្រូវការ channel បែបដូចលក្ខណៈដូចរបស់ខ្ញុំអញ្ចឹងហើយលក្ខណៈចែកចម្លែក channel ពេលបច្ចេកវិទ្យាអញ្ចឹងហើយវានឹងធ្វើការឆាតទៅបងប្អូនទាំងអស់គ្នាបន្ទាប់មកវានឹងធ្វើការបាទខ្លែងបំលែងវាថាខ្លែងបន្លំព័ត៌មានណាឲ្យដូច channel YouTube ហ្នឹងគឺជារបស់វាអញ្ចឹងបងប្អូនតាមពិតជារបស់ខ្ញុំទេហើយវាដើរតួថាវាគឺជា admin របស់ channel ហ្នឹងអញ្ចឹងទៅហើយពាក់ព័ន្ធជាមួយនឹងការធ្វើប្រហែសរបស់បងប្អូនទាំងអស់គ្នាមិនបានឆែកបាទគ្រប់ជ្រុងជ្រោយទៀតនោះបងប្អូននឹងចាញ់បោកវាហើយបាទហើយបន្ទាប់មកនៅពេលដែលចាញ់បោកវានិយាយថាបើសិនបងប្អូនចង់បាន channel ហ្នឹងបងប្អូនធ្វើការវាប្រាក់ទៅមុនវានឹងដាក់ channel ឲ្យតាមក្រោយវានឹងរៀបចំ channel តាមក្រោយអញ្ចឹងបងប្អូនច្រើនករណីហើយមានអ្នកខ្លះក៏គាត់អត់ទាន់បានចាញ់បោកនិងអ្នកខ្លះគាត់បានចាញ់បោកហើយបាទជាពិសេសបងប្អូនដែលគាត់អត់បានឆែកគ្រប់ជ្រុងជ្រោយបងប្អូនត្រូវចាំថា channel គេ build មករាប់ឆ្នាំគេមិនងាយមកលក់តម្លៃ100 200 300 400នោះទេវាអាចកាត់ថ្លៃបានទេរាប់ម៉ឺនដុល្លារក៏គេអាចកាត់ថ្លៃបានដែរហេតុអីបងប្អូនចង់តែទិញ channel ទាំងអស់ហ្នឹងនៅក្នុងតម្លៃ100ឬក៏50 60អានោះបងប្អូនត្រូវពិភាក្សាមើលកន្លែងហ្នឹងដែរវីដេអូមួយគឺខ្ញុំចំណាយពេលផលិតមួយគឺរាប់ថ្ងៃទៅរាប់តែចេញជាផ្លែជាផ្កាហើយ subscribe នៅក្នុង channel មួយនោះគឺខ្ញុំប្រឹងមកពីលទ្ធភាពរបស់ខ្ញុំសុទ្ធតែម្ដងអញ្ចឹងមុនបងប្អូនទាំងអស់គ្នាចង់ធ្វើការទិញ channel ណាមួយបងប្អូនត្រូវស្រាវជ្រាវរកម្ចាស់ពិតឲ្យឃើញហើយណាមួយបងប្អូនរៀនវិភាគដោយខ្លួនឯងថាតើបាទការលក់មួយណាជាបទល្មើសការឆបោកឬក៏ការលក់មួយណាវាគឺជាការលក់ពិតប្រាកដចេញពីម្ចាស់គេផ្ទាល់អញ្ចឹងសូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នាកុំឲ្យមានករណីដូចជាបងប្អូនខាងលើដែលគាត់ធ្វើការឆាតចូល page ខ្ញុំឲ្យសោះហើយវីដេអូនេះខ្ញុំចេញមកដើម្បីការពារខ្លួនខ្ញុំផងនិងចែករំលែកចំណេះដឹងទៅកាន់បងប្អូនទាំងអស់គ្នាផងថាកុំឲ្យចាញ់បោកគេទៀតបាទព្រោះដោយសារប្រភេទពួកជនអនាមិកអស់ហ្នឹងកំពុងតែស្វែងរកអ្នកណាដែលចង់ទិញ channel YouTube អ្នកណាដែលចាប់ផ្ដើមលើវិស័យ MMO ដំបូងហ្នឹងគឺវាបោកយកតែម្ដងបងប្អូនណាអញ្ចឹងដើម្បីការពារពីការឆបោកនានាមុននឹងបងប្អូនទិញឬក៏ជួញដូររបស់អ្វីមួយបងប្អូនត្រូវការឆែកព័ត៌មានឲ្យច្បាស់សិនឲ្យស្គាល់ប្រភពឲ្យច្បាស់សិនបាទហើយពាក់ព័ន្ធជាមួយនឹងបងប្អូនបាច់ឆ្ងល់ថាវាលុយទៅហើយយើងអាចប្តឹងបានវាមាន ABA ប្តឹងបានបងប្អូនតែបងប្អូនត្រូវចាំថា ABA ហ្នឹងមិនមែន ABA របស់ជនអនាមិកមួយហ្នឹងទេបាទមិនមែនព័ត៌មានតខ្លួនរបស់វាទេអញ្ចឹងទ្រាំតែធ្វើការស្រាវជ្រាវយូរដល់គឺក៏វាចំណាយពេលយូរតាមនឹងដែរអញ្ចឹងយល់ល្អបងប្អូនមិនធ្វើការទិញអ្វីមួយបងប្អូនត្រូវធ្វើការវិភាគវាឲ្យស្រួលបួលសិនហើយសួរអ្នកជំនាញសិនបាទអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាបាទ